ម្ចាស់ហាងទូរស័ព្ទ Mr. A Gaming បានចូលជួបនឹងដោះស្រាយជាមួយនឹងលោករ៉ិតដែលជាវីរៈកងទ័ពកំពុងឈរជើងនៅប្រាសាទតាមាន់ក្រោយពីមានហេតុការណ៍ប៉ះពាល់ពាក្យសម្ដីគ្នារឿងទិញទូរស័ព្ទតាមអនឡាញតាមព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់វីរៈកងទ័ពរូបនេះហើយក៏មានការចែករំលែកជាបន្តបន្ទាប់នឹងផ្ទុះការខឹងសម្បាពីមហាជនទៅលើអ្នកលក់ទូរស័ព្ទដែលខ្វះគុណធម៌ជាពិសេសលោករ៉ិតធ្លាប់រងរបួសធ្ងន់ធ្ងរជាមួយនឹងការប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃអំឡុងសង្គ្រាមកាលពីឆ្នាំ2025ដោយត្រូវការទូរស័ព្ទប្រើប្រាស់លោកបានកម្មង់តាមអនឡាញតាម page Mr. A Gaming នៅរាជធានីភ្នំពេញក្នុងតម្លៃ$100ប៉ុន្តែទូរស័ព្ទដែលបានទទួលមកគឺមិនអាចប្រើប្រាស់បានទើបលោកបានបញ្ជូនត្រឡប់ទៅហាងវិញក្រោយមកភាគីទាំងពីរបានប៉ះពាល់ពាក្យសម្ដីហើយហេតុការណ៍នេះបានថតជាវីដេអូនិងផ្សព្វផ្សាយតាមបណ្ដាញសង្គមក្រោយវីដេអូនេះបានផ្សព្វផ្សាយម្ចាស់ហាងមានការសោកស្ដាយដែលប្រប៉ះពាក្យសម្ដីមានការគិតនឹងបានសុំទោសទៅកាន់លោករ៉ិតដើម្បីបញ្ចប់រឿងនៅថ្ងៃទី12ខែសីហាឆ្នាំ2026នេះម្ចាស់ហាងនៅស្វាមីបានយកទូរស័ព្ទ ម៉ា Oppo មួយគ្រឿងមកប្រគល់ជូនលោករ៉ិតដោយមិនគិតថ្លៃនិងឧបត្ថម្ភថវិកា$200,000រៀលបន្ថែមពីលើទៀតភាគីម្ចាស់ហាងបានបញ្ជាក់ការសោកស្ដាយនិងស្នើសុំការអភ័យទោសពីវីរៈកងទ័ពដើម្បីបញ្ចប់ពីការយល់ច្រឡំនិងសម្របសម្រួលបញ្ហាពីភាគីទាំងពីរនាក់សរុបជារួមមកវិញយើងឃើញហើយថាមានការប៉ះពាល់ពាក្យសម្ដីគ្នាខ្លាំងក្លាមែនទែនរវាងវីរៈកងទ័ពជួរមុខរបស់យើងដែលឈរជើងនៅប្រាសាទតាមាន់ជាមួយនឹងម្ចាស់ហាងទូរស័ព្ទដែលមានទីតាំងនៅរាជធានីភ្នំពេញនឹងដែលយើងដឹងច្បាស់ហើយថាដំបូងឡើយគឺវីរៈកងទ័ពរបស់យើងគឺគាត់អត់មានទូរស័ព្ទប្រើប្រាស់អញ្ចឹងណាគាត់ក៏បានបញ្ជាកម្មង់ទិញតាមរយៈអនឡាញតាម page មួយដែលមានឈ្មោះ Mr. A Gaming ដោយការទិញនេះគឺទិញចំនួន$100ទូរស័ព្ទឡាយ$100ដោយគាត់ទិញនឹងហើយគឺបានមកដល់ដៃគាត់គឺឃើញថាប្រើប្រាស់អត់កើតទេគឺម្ចាស់ហាងបានយកទូរស័ព្ទខូចមកលក់ឲ្យវីរៈកងទ័ពជូនវីរៈកងទ័ពរបស់យើងថងចំណុចហ្នឹងហើយដែលធ្វើឲ្យមានការប៉ះពាល់ពាក្យសម្ដីខ្លាំងមែនទែនដោយមានការជេរប្រមាថជេរប្រតិយ៉ាងខ្លាំងក្លាទៅលើវីរៈកងទ័ពរបស់យើងមកគឺម្ចាស់ហាងទូរស័ព្ទហ្នឹងគឺជេរខ្លាំងមែនទែនបាទជេរប៉ាតណាប៉ាតណៃហុយដីជុកតែម្ដងនៅចុងក្រោយនេះម្ចាស់ហាងក៏ទទួលស្គាល់កំហុសខ្លួនឯងបានចេញវីដេអូសុំទោសហើយក៏ដូចជាជូនទូរស័ព្ទទៅកាន់វីរៈកងទ័ពនិងបានឲ្យលុយបន្ថែមពីលើ$200,000រៀលទៀតជូនទៅកាន់វីរៈកងទ័ពយើងផងដែរបន្ទាប់មករឿងនេះក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរហើយម្ចាស់ហាងដែលមានឈ្មោះ Mr. A Gaming ហ្នឹងក៏បានធ្វើការស្នើការសុំអភ័យទោសទៅកាន់វីរៈកងទ័ពជួរមុខរបស់យើងដែលមានឈ្មោះរិទ្ធហ្នឹងហើយក៏ទទួលស្គាល់ថាខ្លួនបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅកាន់វីរៈកងទ័ពដោយការជេរប្រមាថអីហ្នឹងសូមជួយ Subscribe វីដេអូនេះម្នាក់មួយដើម្បីទទួលបានដំណឹងថ្មីៗក៏ដូចជាការចែករំលែកថ្មីៗពីខ្ញុំបាទ VC Coaster